សម្រាប់ mini camera FQ11 នេះខ្ញុំចូលស្តុកថ្មីដែរបងសម្រាប់កាមេរ៉ាគឺដាច់មែនតើដោយសារវាទូចហើយយើងអាចចាប់កន្លែងណាក៏បានអញ្ចឹងណាបងដាក់កប៉ាល់អាវលក្ខណៈដើរទៅតាមខ្លួនថតលក្ខណៈ vlog អីក៏បានដែរសម្រាប់ប្រភេទនេះគឺយើងមកនេះជើងចាប់ចំនួន2បងចង់ចាប់ជាមួយនឹងជាងហ្មងស្វានជាប់ក៏បានបងចង់ដាក់តាមខ្លួនឬក៏ដាក់កាមេរ៉ាក៏បានដែរវាមកផ្សេងគ្នាអញ្ចឹងណាហើយប្រភេទនេះសាកថ្មគេមានខ្សែនេះជុំសម្រាប់សាកពេលបងសាកថ្មមកពេញប្រើបាន60នាទីទៅ90នាទីសម្រាប់ថតវីដេអូជាប់ហើយប្រភេទនេះគឺប្រភេទប្រើ memory ពេលបងយកទៅបងដាក់ memory របស់បងទៅអញ្ចឹងរបៀបថតពេលបងយកទៅគ្រាន់តែនេះវាមានប៊ូតុងបិទបើកខាងលើចានេះចាប់ខ្ញុំចុចឲ្យជាប់ទៅប្រហែលជា3សេកានខ្ញុំដកដៃអញ្ចឹងវាលោតភ្លើងខៀវវាចាប់តាមកាមេរ៉ាតែអត់ថតទេបងចង់ថតចុចយើងមួយទៀតឲ្យវាភ្លើង3ដងខៀវ3ដងហើយលុតអញ្ចឹងបើយើងថតចុះឲ្យចាប់ចុចកប៉ាល់អាវឬក៏ដាក់កន្លែងណាដែលបងចង់ថតដាក់ចោលទៅនេះបើជិះតាមម៉ូតូអីក៏យើងគៀបបានដែរបងនេះយើងគៀបកន្លែងណាខ្សែប្រាំងម៉ូតូឬក៏កន្លែងណាដែលបងចង់ដាក់បានហើយយើងចង់ stop បងគ្រាន់តែចុចអា off មួយមកវិញមកវាលោតភ្លើងខៀវហ្នឹងអញ្ចឹងវាសើវីដេអូដែលខ្ញុំនិយាយមិញហ្នឹងហើយអញ្ចឹងយើងអាចចុចបិទកាមេរ៉ាដើម្បីយក memory ទៅមើលបានសម្រាប់បងមានកុំព្យូទ័រអាចដោតទៅកុំព្យូទ័រសម្រាប់មើលបានណាហើយខ្ញុំមានប្រភេទ card reader អញ្ចឹងជាមួយខ្ញុំដោះ memory ដាក់ card reader ខ្ញុំបង្ហាញកម្រិតវីដេអូជូនបងថាកាមេរ៉ាហ្នឹងកម្រិតវីដេអូប៉ុណ្ណាអញ្ចឹងណាហ្នឹងជាវីដេអូដែលខ្ញុំថតមុនហ្នឹងបងពីកាមេរ៉ាហ្នឹងហ្មងណាចាតែដៃនេះញ៉ូតទៅយើងសារខ្ញុំកាន់នេះសំឡេងណាវីដេអូនេះគឺវីដេអូចាក់ស្ដាយហ្នឹងបងគឺវាបងឲ្យគាត់ត្រូវការធ្វើកណ្ដាលកំងបានណាបាទនៅក្នុង stock បងគាត់ច្រើន